แต่นั้นនៅពេលដែលបងប្អូនស្នើបានគឺតែហ្នឹងគឺវាចេញសញ្ញាអន្តរហើយតែនេះវាដាក់ថាការចេញផ្សាយតែហ្នឹងវាលើសពី channel YouTube របស់យើងធម្មតាបាទវាលើសពីធម្មតាបើសិនជាធម្មតាគឺវាអត់មានដាក់ថាការចេញផ្សាយទេវាអត់មានទេណាប៉ុន្តែបើសិនជាយើង channel របស់យើងជាផ្លូវការបាទជា channel របស់យើងជាវាមានអត្ថិបាទវាមានអត្ថិវាមានសញ្ញាអន្តរបែបនេះអញ្ចឹងវាមានការចេញផ្សាយបាទអញ្ចឹងបើសិនជាបទចម្រៀងរបស់យើងវាផ្ទុកជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់ការទស្សនាជាមួយនឹងវីដេអូថ្មីនៅក្នុង channel YouTube របស់ខ្ញុំ Share Home បាទនៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញពីលទ្ធផលនៃការស្នើអត្ថិនៅក្នុងវីដេអូមុនបាទវីដេអូមុនមួយនេះគឺខ្ញុំបានបង្ហាញពីការស្នើសុំអត្ថិជាមួយនឹង Official YouTube ណាបាទគឺជាសញ្ញាអន្តរនេះបងប្អូនយើងអាចមើលនៅក្នុងវីដេអូហ្នឹងទៅគឺខ្ញុំបង្ហាញពីការស្នើហើយរបៀបនៃការស្នើគឺខ្ញុំអនុវត្តនៅលើទូរស័ព្ទដៃបងប្អូនយើងអត់ពិបាកទៅធ្វើការទស្សនាទេគឺងាយស្រួលទេអ្នកគ្នាហើយនៅក្នុងវីដេអូហ្នឹងផងដែរវាចំណាយពេលទៅដល់16នាទីចុច48នាទីបាទ16នាទីចុច48វិនាទីបាទវីដេអូហ្នឹងណាខ្ញុំនិយាយតទៅមួយ Digital Kit បាទអញ្ចឹងការស្នើសុំនេះគឺយើងស្នើនៅក្នុង Digital Kit បាទយើងស្នើរបៀបស្នើសុំអត្ថិ YouTube Official ហ្នឹងគឺយើងស្នើនៅក្នុងក្រុមហ៊ុន DistroKid បាទហ្នឹងហើយហ្នឹងគឺជារបៀបនៃការស្នើអ្នកគ្នាហើយមួយវិញទៀតខ្ញុំបង្ហាញនៅក្នុងវីដេអូឥឡូវនេះគឺខ្ញុំបង្ហាញពីលទ្ធផលបាទពីលទ្ធផលនៃការស្នើថាតើបានជោគជ័យពិតមែនឬក៏អត់តោះទស្សនាអ្នកគ្នាក្នុងវីដេអូនេះបាទអូខេអ្នកគ្នាអញ្ចឹងឥឡូវតោះយកមកឆែកជាមួយនឹង channel មួយនឹងសិន channel មួយហ្នឹងគឺខ្ញុំបានបង្ហាញបងប្អូនយើងនៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញបងប្អូនយើងនឹងហើយណា channel មួយហ្នឹងគឺនេះវាខ្ញុំគឺជា channel ដែលខ្ញុំផុសបទចម្រៀងជាលក្ខណៈset ថាបកជាភាសាអង់គ្លេសបាទនេះ channel មួយនេះបាទ channel មួយហ្នឹងបងប្អូនយើងអាចទៅមើលនៅក្នុង YouTube របស់ខ្ញុំទៅបាទវីដេអូរបស់ខ្ញុំហ្នឹងទៅដែលខ្ញុំបានបង្ហាញមិញហ្នឹងគឺពេលដែលខ្ញុំអត់ទាន់ស្នើគឺវាអត់ទាន់ចេញសញ្ញាអន្តរទេឥឡូវនេះវាចេញសញ្ញាអន្តរណាអ្នកនាងបាទវាចេញសញ្ញាអន្តរហើយអ្វីដែលសំខាន់នោះគឺ channel របស់ខ្ញុំនេះគឺនេះវាមានមុខងារដាក់ថាការចេញផ្សាយបើសិនជាវាមានមុខងារពាក្យថាការចេញផ្សាយនេះហើយគឺchannel របស់យើងហ្នឹងនៅពេលដែលយើងអត់ទាន់បានជាមួយសញ្ញាអន្តរនេះវាដាក់ថាការចេញផ្សាយចឹងបានថា channel របស់យើងគឺ YouTube វាបានបង្កើតជាមួយនឹង channel មួយគឺ channel គេហៅថា channel អី top channel បាទ top channel របស់ចង់ថា channel ខាង YouTube ជាអ្នកបង្កើតឲ្យយើងហ្មងបាទអាហ្នឹងណាហ្នឹងហើយតែហ្នឹងនៅពេលដែលបងប្អូនស្នើបានគឺតែហ្នឹងគឺវាចេញសញ្ញាអន្តរហើយតែនេះវាដាក់ថាការចេញផ្សាយតែហ្នឹងវាលើសពី channel YouTube របស់យើងធម្មតាបាទវាលើសពីធម្មតាបើសិនជាធម្មតាគឺវាអត់មានវាអត់ដាក់ថាការចេញផ្សាយទេវាអត់មានទេណាប៉ុន្តែបើសិនជាយើង channel របស់យើងជាផ្លូវការបាទជា channel របស់យើងជាវាមានអត្ថិបាទវាមានអត្ថិវាមានសញ្ញាអន្តរបែបនេះអញ្ចឹងវាមានការចេញផ្សាយបាទអញ្ចឹងបើសិនជាបទចម្រៀងរបស់យើងវាផ្ទុះបាទមាន view ច្រើនអញ្ចឹងយើងរកលុយបានច្រើនបានទាំងពីក្នុង YouTube បានទាំងពីក្នុង DistroKid បាទហ្នឹងគឺប៉ុណ្ណឹងអញ្ចឹងនៅក្នុង channel មួយនេះគឺខ្ញុំមានវីដេអូតែ9វីដេអូទេនេះបាទ9វីដេអូទេអញ្ចឹងបងប្អូនយើងអាចបើសិនចង់ស្នើជាមួយនឹងអត្ថិបាទសញ្ញាតន្ត្រីបែបនេះបងប្អូនយើងដាក់វីដេអូចូលឲ្យបានយ៉ាងហោចណាស់ក៏ពី6ទៅ7ទៅ10ទៅបងប្អូនយើងអាចស្នើបានហើយខ្ញុំបញ្ជាក់អ្វីដែលខ្ញុំបានបញ្ជាក់គឺខ្ញុំបានបញ្ជាក់នៅក្នុងវីដេអូមុនហ្នឹងណាវីដេអូមុនគឺខ្ញុំបានបញ្ជាក់ឲ្យពីរបៀបនៃការស្នើហ្នឹងវាត្រូវការឲ្យខ្លះអញ្ចឹងនៅក្នុង DistroKid គឺវាទាមទារឲ្យបងប្អូនធ្វើការដាក់ឈ្មោះបាទមិនថាឈ្មោះអត្ថិឬក៏ឈ្មោះ channel YouTube របស់យើងទេគឺដាក់ឲ្យដូចគ្នាតែម្ដងអក្សរធំអក្សរតូចឬក៏លេខអីហ្នឹងបងប្អូនធ្វើការដាក់ឲ្យដូចគ្នាបាទដកឃ្លាដកអីហ្នឹងគឺដាក់ឲ្យដូចគ្នាបើមិនបងប្អូនដាក់ដូចគ្នាទេក៏បងប្អូនយើងភ្ជាប់អត់បានដែរបាទវាអត់ឲ្យទេវាភ្ជាប់អត់បានទេទៅពេលបងប្អូនយើងខ្វះតាណាមួយអញ្ចឹងគឺវាដាក់ថាឈ្មោះ channel របស់យើងហ្នឹងគឺវាខុសពីអត្ថិវាអញ្ចឹងណាវាប្រាប់យើងអញ្ចឹងបាទនេះគឺខ្ញុំចង់បង្ហាញបងប្អូនតែប៉ុណ្្នឹងឯងបាទតែប៉ុណ្្នឹងឯងព្រោះអីអានេះគឺខ្ញុំបង្ហាញពីលទ្ធផលដែលខ្ញុំបានស្នើនៅក្នុងវីដេអូមុននេះដូចជាវីដេអូមួយនេះឥឡូវខ្ញុំបង្ហាញខ្ញុំចូលក្នុង Share Home វិញនេះ
នៅក្នុងវីដេអូនេះបាទវីដេអូនេះគឺជារបៀបនៃការស្នើអ្នកនាងណាវីដេអូនេះបាទខ្ញុំស្នើចំណាយពេលតែប្រហែលថ្ងៃប្រហែលជាចូល3 ទៅ 4ថ្ងៃគឺខ្ញុំបានអត្ថិហ្នឹងហើយខ្ញុំបានអសញ្ញាណតន្ត្រីហ្នឹងហើយបាទប៉ុន្តែខ្ញុំបានបង្ហាញបងប្អូនជាវីដេអូទៅតែម្ដងឥឡូវនេះតាំងពីខ្ញុំធ្វើការតម្លាក់បទចម្រៀងជាស្រ័យតម្លាក់វីដេអូនឹងចុះទៅពីរបៀបស្នើនឹងចូលទៅក្នុង YouTube មកដល់ពេលឥឡូវនេះគឺខ្ញុំចំណាយអស់5ថ្ងៃអញ្ចឹងបងប្អូនយើងស្នើទៅណាឲ្យត្រូវទៅតាមគោលការណ៍របស់ក្រុមហ៊ុន DistroKid គឺបងប្អូនយើងអាចទទួលបានការ approve លឿនតាក់ទងជាមួយនឹងអសញ្ញាតន្ត្រីហ្នឹងណាគ្នាអញ្ចឹងបងប្អូនយើងបានឃើញហើយគឺមិនមែនមានតែ channel របស់ខ្ញុំមួយទេគឺមាន channel ជាច្រើនដែលគាត់មានអសញ្ញាតន្ត្រីនេះបងប្អូនយើងតែឃើញណាធ្វើយ៉ាងម៉េចដើម្បីបានអសញ្ញាតន្ត្រីហ្នឹងអញ្ចឹងណាអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញផលិតផលហើយវីដេអូមុនដែលខ្ញុំបានបង្ហាញមិញហ្នឹងគឺជារបៀបនៃការស្នើហើយបើសិនជាបងប្អូនចង់ធ្វើការចុះឈ្មោះបង្កើត account DistroKid ក្តីឬក៏ទិញគម្រោងក្តីការទិញគម្រោងគឺខ្ញុំរីកមិនបងប្អូនទិញគម្រោងទី2ទៅដោយសារគម្រោងទី2គឺបងប្អូនយើងចំណេញបាទចំណេញអីចំណេញគ្រាន់ថាយើងអាចប្រើ app បានហើយយើងអាចបានអត្ថិ2ហ្នឹងគឺនៅក្នុងមួយអត្ថិគឺយើងភ្ជាប់បានមួយ channel អញ្ចឹងបងប្អូនយើងមាន2 channel មាន2 channel YouTube បងប្អូនយើងអាចភ្ជាប់ជាមួយនឹងអត្ថិបានទាំងពីរហ្នឹងបាទបងប្អូនយល់ណាអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតនៅក្នុងមួយអត្ថិគឺយើងភ្ជាប់បានមួយ channel អញ្ចឹងនៅក្នុង account នៅក្នុងផែនការឬក៏ plan របស់ DistroKid ទី2ហ្នឹង$40ជាងហ្នឹងគឺវាមានអត្ថិ2អញ្ចឹងយើងអាចភ្ជាប់វាទៅបាទឧទាហរណ៍ថា channel បងប្អូនយើងទី1យើងធ្វើបែបលក្ខណៈset អញ្ចឹងណាបាទលក្ខណៈ set slow អញ្ចឹងទៅអាហ្នឹងគឺទី1អាហ្នឹងយើងភ្ជាប់ជាមួយអត្ថិទី1ទៅហើយទី2បងប្អូនមាន channel មួយទៀត channel បែបលក្ខណៈ remix ឬក៏បែបលក្ខណៈសប្បាយអីចឹងទៅបងប្អូនយើងអាចភ្ជាប់ជាមួយអត្ថិទី2អាហ្នឹងគឺងាយស្រួលគឺយើងទៅពេលដែលលុយបានមកគឺវាបានចូលគ្នាក្នុងហ្នឹងណាបាទយើងដកជាមួយទៅគ្នាទេបាទយើងដកជាមួយគ្នាតែម្ដងលុយនេះវាចូលគ្នាក្រុមហ៊ុនតែមួយប៉ុន្តែគាត់ថាយើងមានអត្ថិ2បាទអញ្ចឹងបងប្អូនយើងអាចទៅមើលវីដេអូចាស់ទៅគឺខ្ញុំបានបង្ហាញហើយពីរបៀបនៃការស្នើគឺងាយស្រួលទេតែសំខាន់បងប្អូនធ្វើការបញ្ចូលឈ្មោះឬក៏បង្កើតអត្ថិឬក៏ឈ្មោះ channel របស់យើងហ្នឹងគឺដាក់ឲ្យដូចគ្នាតែម្ដងបាទអត់ឲ្យខ្វះអត់ឲ្យលើសទេបាទអក្សរធំអក្សរតូចគឺដាក់ដូចគ្នាកុំឲ្យខ្វះកុំឲ្យលើសយល់មកដូចគ្នាតែម្ដងបាទ copy យកតែម្ដងក៏បានដែរបាទហ្នឹងហើយយើង copy ទៅមកអូខេអ្នកគ្នាអញ្ចឹងខ្ញុំបង្ហាញតែប៉ុណ្្នឹងទេបាទហើយ channel មួយនេះគឺខ្ញុំមានអ្នកជឿតែ7នាក់ទេបាទអត់ទាន់បានបុកវីដេអូចូលទេហ្នឹងហើយខ្ញុំមិនដឹងថាវាអាចបាទផ្ទុះទៅដល់បរទេសឬក៏អត់ទេប៉ុន្តែខ្ញុំសង្ឃឹមថាទៅមុខទៀតវានឹងផ្ទុះឥឡូវនេះគឺខ្ញុំបានសញ្ញាតន្ត្រីនេះហើយបាទអានេះគឺជាការឧទាហរណ៍របស់ខ្ញុំប្រាប់បងប្អូនយើងអញ្ចឹងណាគ្នាហ្នឹងហើយអញ្ចឹងបើសិនជាពេញចិត្តឬក៏ចង់តាមដានខ្ញុំបន្តទៀតទាក់ទងជាមួយ DistroKid ឬក៏ក្រុមហ៊ុនផ្សេងទៀតជាមួយនឹងក្រុមហ៊ុនចម្រៀងណាបាទបងប្អូនយើងអាចតាមដានខ្ញុំបាននៅក្នុង channel របស់ខ្ញុំ Share Home អ្វីដែលខ្ញុំចេះគឺខ្ញុំនឹងបង្ហាញបងប្អូនយើងចែករំលែកប៉ុន្តែបើសិនជាខ្ញុំអត់ចេះទេគឺខ្ញុំក៏សួរទៅបងប្អូនយើងដែរក៏ទៅមើលវីដេអូរបស់មេឬក៏គ្រូដែលគាត់ចេះក៏បានដែរហើយខ្ញុំនឹងចែករំលែកបន្តទៀតនៅក្នុងវីដេអូក្រោយនេះណាបាទកុំភ្លេចធ្វើការចុចលើប៊ូតុងពាក្យថាជាវឬក៏ Subscribe បើកសញ្ញាកណ្ដឹងទាំងអស់ផងដើម្បីបាននៅវីដេអូថ្មីពីខ្ញុំបន្តទៀតអ្នកនាងអញ្ចឹងវីដេអូរបស់នេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនជម្រាបលាអរគុណបាយបាយ